សួស្តីកូនៗទស្សនៈទី6ទាំងអស់គ្នាថ្ងៃនេះលោកគ្រូនឹងបន្តមេរៀនគណិតវិទ្យាថ្នាក់ទី6របស់យើងបន្តទៀតនៅក្នុងមេរៀនទី1ដែលនិយាយអំពីចំនួនហើយយើងនឹងចូលដល់ចំណុចទី4យើងរៀនអំពីរបៀបសរសេរចំនួនជាទម្រង់ពង្រាយលោកគ្រូសូមសួរបងប្អូនបន្តិចមុននឹងយើងចូលដល់និយមន័យរបៀបសរសេរចំនួនជាទម្រង់ពង្រាយតើការសរសេរមួយចំនួនជាទម្រង់ពង្រាយគេសរសេរបានយ៉ាងដូចម្តេចបាទអញ្ចឹងលោកគ្រូសូមបង្ហាញការសរសេរចំនួនជាទម្រង់ពង្រាយគឺជាការសរសេរចំនួនណាមួយទៅជាផលបូកតម្លៃលេខតាមខ្ទង់នីមួយៗអញ្ចឹងបងប្អូនត្រូវចាំថាការសរសេរចំនួនជាទម្រង់ពង្រាយគឺជាការសរសេរចំនួនណាមួយជាផលបូកតម្លៃលេខតាមខ្ទង់នីមួយៗអញ្ចឹងយើងត្រូវទិញចំណុចហ្នឹងដដែលឲ្យបានចាំណាថាការសរសេរចំនួនជាទម្រង់ពង្រាយគឺជាការសរសេរចំនួនណាមួយជាផលបូកតម្លៃលេខតាមខ្ទង់នីមួយៗអញ្ចឹងដើម្បីឲ្យយើងយល់កាន់តែច្បាស់លើខ្លឹមសារនេះចូលបងប្អូនពិនិត្យមើលឧទាហរណ៍ខាងក្រោមអញ្ចឹងលោកគ្រូមានលំហាត់ចំនួន3លំហាត់កចូលសរសេរចំនួន76543ជាទម្រង់ពង្រាយលំហាត់ខចូលសរសេរចំនួន876,543ជាទម្រង់ពង្រាយលំហាត់កចូលសរសេរចំនួន9,876,543ជាទម្រង់ពង្រាយចឹងដល់យើងផ្ដោតលើខ្លឹមសាររបស់យើងពីរបៀបសរសេរចំនួនជាទម្រង់ពង្រាយគឺជាការសរសេរចំនួនណាមួយជាផលបូកតម្លៃលេខតាមខ្ទង់នីមួយៗយើងអាចសរសេរចំនួននៅក្នុងលំហាត់របស់យើងនេះបានដូចតទៅអញ្ចឹងបងប្អូនពិនិត្យមើលចម្លើយមួយម្ដងណាឥឡូវយើងមើលលំហាត់កគេឲ្យយើងសរសេរចំនួនប៉ុណ្ណេះទៅជាទម្រង់ពង្រាយអញ្ចឹងដើម្បីសរសេរបានបងប្អូនត្រូវចេះរាប់ខ្ទង់នឹងឲ្យបានត្រឹមត្រូវសិនអញ្ចឹងលោកគ្រូនឹងរាប់ពីខ្ទង់ដែលតូចជាងគេបំផុតទៅកាន់ខ្ទង់ដែលធំជាងគេបំផុតលេខ3នេះគឺនៅក្នុងខ្ទង់រាយហើយលេខ4នេះនៅក្នុងខ្ទង់10ហើយលេខ5នេះវានៅក្នុងខ្ទង់រយលេខ6នៅក្នុងខ្ទង់ពាន់លេខ7នៅក្នុងខ្ទង់ម៉ឺនអញ្ចឹងលេខដែលយើងត្រូវសរសេរមុនគេគឺលេខដែលធំជាងគេគឺលេខ7អញ្ចឹងលេខ7នេះវានៅក្នុងខ្ទង់ម៉ឺនអញ្ចឹងតម្លៃលេខរបស់វាគឺស្មើនឹង70000អញ្ចឹងបងប្អូនគាត់ឃើញថាវាខ្ទង់ម៉ឺនលេខប្រមាណយើងសរសេរប៉ុណ្ណឹងអញ្ចឹង7នេះខ្ទង់ម៉ឺនយើងសរសេរលេខ70000ណាយើងសរសេរលេខ70000មកបន្តមកទៀតយើងមកពិនិត្យមើលលេខបន្តទៀតគឺលេខ6តើលេខ6ហ្នឹងវានៅក្នុងខ្ទង់អីអញ្ចឹងយើងរាប់មករាយ10រយពាន់នៅក្នុងខ្ទង់ពាន់អញ្ចឹងបើលេខ6វានៅក្នុងខ្ទង់ពាន់គឺយើងត្រូវយកលេខ6ហ្នឹងគុណនឹង1000ស្មើនឹង6000អញ្ចឹងតាមខ្លឹមសារមេរៀនតម្លៃលេខតាមខ្ទង់របស់យើងគឺយកតួលេខតាមខ្ទង់គុណឲ្យតម្លៃលេខនៃខ្ទង់ហ្នឹងអញ្ចឹង6នៅក្នុងខ្ទង់ពាន់អញ្ចឹងយក6គុណឲ្យ1000ស្មើនឹង6000នេះអញ្ចឹងយើងសរសេរលេខ6000ដល់យើងបន្ថែមសញ្ញាបូកនៅចន្លោះខ្ទង់នីមួយឥឡូវបន្តមកទៀតគឺយើងចូលដល់លេខ5លេខ5យើងរាប់វាទៅវាស្ថិតនៅក្នុង
ខ្ទង់100 ចឹងបើលេខ5នៅក្នុងខ្ទង់100គឺយើងគុណនឹង100ទៅគឺយើងស្មើ500ហើយចឹង500យើងមកសរសេរលេខ500បាទបន្តមកទៀតយើងមកពិនិត្យឃើញលេខ4ម្ដងលេខ4នេះយើងរាប់ខ្ទង់ទៅគឺវានៅក្នុងខ្ទង់10ចឹង4នៅក្នុងខ្ទង់10យើងត្រូវយក4គុណឲ្យ10ចឹង4គុណឲ្យ10ស្មើ40ចឹងយើងសរសេរញ៉ាបូកបន្តមកទៀតហើយយើងដាក់លេខ40បន្តមកទៀតគឺលេខចុងក្រោយគឺលេខ3លេខ3គឺនៅក្នុងខ្ទង់រាយបើលេខ3នៅក្នុងខ្ទង់រាយយើងយក3គុណនឹង1អញ្ចឹង3ម្ដង3អញ្ចឹង3ម្ដង3យើងបាន3យើងដាក់សញ្ញាបូកមកយើងបូកជាមួយ3អញ្ចឹងត្រឡប់មកវិញដើម្បីឲ្យងាយស្រួលក្នុងការចងចាំបងប្អូនត្រូវចាំចេះយើងមើលលេខនៅខ្ទង់នីមួយៗហ្នឹងសរសេរយកតែម្ដងលេខនេះគឺ70000អញ្ចឹងយើងសរសេរលេខ70000តែម្ដងមកនេះលេខ7នេះគឺនៅខ្ទង់10000អញ្ចឹងវាស្មើនឹង70000បន្តមកទៀតលេខ6លេខ6គឺនៅខ្ទង់ពាន់អញ្ចឹងគឺយើងសរសេរ6000យកតែម្ដងលេខ5នៅក្នុងខ្ទង់100អញ្ចឹងយើងសរសេរលេខ500បំបែកវាមកបន្តមកទៀតយើងបំបែកលេខ4នេះលេខ4នៅក្នុងខ្ទង់10អញ្ចឹងវាស្មើនឹង40យើងសរសេរមកណានេះ40តមកទៀតគឺលេខ3គឺនៅក្នុងខ្ទង់រាយគឺស្មើ3ខ្លួនឯងហ្នឹងហើយអញ្ចឹងយើងយកមកសរសេរលេខ3អញ្ចឹងទម្រង់ពង្រាយដល់នេះទម្រង់ពង្រាយនៃចំនួន76543យើងសរសេរបាន70000បូកនឹង6000បូកនឹង500បូកនឹង40បូកនឹង3អញ្ចឹងចម្លើយយើងមានតែប៉ុណ្្នឹងបន្តទៅទៀតយើងទៅពិនិត្យមើលលំហាត់នៅក្នុងចំណុចលំហាត់ខបាទអញ្ចឹងយើងមើលលំហាត់ទី1នេះយើងអាចនឹងយល់បានច្រើនហើយលំហាត់កនេះអញ្ចឹងចូលដល់លំហាត់ខនេះលោកគ្រូនឹងបញ្យល់រៀងលឿនជាងមុនដល់យើងរាប់តែខ្ទង់ហើយយើងសរសេរលេខយកតែម្ដងអញ្ចឹងយើងចាប់ផ្ដើមរាប់តួលេខនីមួយៗតាមខ្ទង់មកលេខ3មករាយ10100ពាន់ម៉ឺនសែនអញ្ចឹងលេខ8នៅក្នុងខ្ទង់សែនវាស្មើតម្លៃរបស់វាគឺ8សែនអញ្ចឹងយើងសរសេរលេខ8សែននេះណាបាទអញ្ចឹងយើងរាប់មករាយ10 100ពាន់ម៉ឺនសែនអញ្ចឹង8សែនយើងសរសេរហើយបន្ទាប់ពីខ្ទង់សែនមកបើយើងអត់ចាំយើងត្រូវរាប់ដដែលរាប់រាយ10 100ពាន់ម៉ឺនដល់លេខ7គឺ70000ហ្នឹងហើយព្រោះវានៅខ្ទង់10000រាយ10 100ពាន់ម៉ឺនអញ្ចឹងលេខ7នៅក្នុងខ្ទង់10000វាស្មើនឹង70000តែម្ដងអញ្ចឹងយើងសរសេរលេខមក70000បាទអញ្ចឹងយើងបានលេខដែលយើងត្រូវបំបែកជាផលបូកទី2ហ្នឹងគឺលេខ70000បន្តមកទៀតដល់លេខ6បើលេខ6នេះបើសិនយើងអត់ចាំខ្ទង់ទៀតយើងរាប់ទៀតទៅរាយ10 100ពាន់6នៅក្នុងខ្ទង់ពាន់អញ្ចឹងយើងអត់ចាំបាច់គិតច្រើនទេបើក្នុង6អីថែមពាន់ចូលមកអញ្ចឹង6 6000ហ្នឹងហើយ6គុណនឹង1000វាស្មើនឹង6000ហ្នឹងហើយមួយទៀតយើងចាំថាបើលេខហ្នឹងវានៅខ្ទង់អីយើងគ្រាន់បន្ថែមពាក្យនឹងចូលមកគឺយើងបានចំនួនហ្នឹងហើយអញ្ចឹង6ខ្ទង់ពាន់6000ហ្នឹងហើយអញ្ចឹងយើងសរសេរលេខ6000បន្តទៀតបន្តមកទៀតយើងបំបែកខ្ទង់បន្តទៀតគឺលេខ5យើងរាប់មករាយ10 100លេខ5នៅខ្ទង់100អញ្ចឹងបើលេខ5នៅក្នុងខ្ទង់100លោកគ្រូនិយាយដែរហើយគឺថែមតែពាក្យ100មក5អី500ហ្នឹងហើយអញ្ចឹងយើងសរសេរ500បន្ថែមមកទៀតបន្តមកទៀតយើងចូលដល់លេខ4នៅក្នុងខ្ទង់10អញ្ចឹង4នៅក្នុងខ្ទង់10នេះយើងថែមពាក្យអត់ចេញទេយើងយក4គុណនឹង10ស្មើ40អញ្ចឹងយើងយក40មកសរសេរបន្តទៀតបន្តមកទៀតដល់លេខ3នៅក្នុងខ្ទង់រាយហ្នឹងអត់អីក្រៅពី3គុណនឹង1ទេ3គុណនឹង1ស្មើ3អញ្ចឹងយើងសរសេរលេខ3មកអញ្ចឹងលោកគ្រូសូមសរុបឡើងវិញ
ទម្រង់ពង្រាយនៃលេខ 876,543 ស្មើ 800,000 បូក 70,000 បូក 6,000 បូក 500 បូក 40 បូក 3 ចឹងអស់ហើយចឹងយើងចូលដល់លំហាត់កពេលនៅក្នុងលំហាត់កនេះមុននឹងយើងសរសេរជាទម្រង់ពង្រាយបានយើងត្រូវចេះរាប់ខ្ទង់ដដែលហ្នឹងគឺយើងរាប់មករាយ 10 រយ ពាន់ ម៉ឺន សែន លានចឹងលំហាត់នេះមានដល់ខ្ទង់លានចឹងខ្ទង់លានយើងត្រូវអានលេខហ្នឹងហើយយើងបូកជាមួយនឹងពាក្យថាលានមកអញ្ចឹង9អី9លានអញ្ចឹងយើងសរសេរលេខ9លានយកមកនេះបាទយើងសរសេរមក9លានបន្តមកទៀតយើងដឹងថាខ្ទង់ដែលតូចជាងលានគឺខ្ទង់សែនហើយអញ្ចឹងលេខ8គឺនៅក្នុងខ្ទង់សែនខ្ទង់សែនវាស្មើនឹង8សែនអញ្ចឹង8សែនយើងសរសេរមកមានលេខ8ហើយនឹងលេខ0មកណានេះ0នេះរាប់បញ្ជាក់ផងរាយ 10 រយ ពាន់ ម៉ឺន សែនអញ្ចឹង8សែនបន្តមកទៀតយើងចូលដល់លេខ7លេខ7វានៅបន្ទាប់ពីលេខ8ហើយលេខ8នៅក្នុងខ្ទង់សែនអញ្ចឹងលេខ7គឺនៅក្នុងខ្ទង់ម៉ឺនអញ្ចឹងបើលេខ7ក្នុងខ្ទង់ម៉ឺនវាស្មើនឹង70000អញ្ចឹងយើងយកអា70000ហ្នឹងមកសរសេរបន្តទៀតនេះដាក់បន្តតនេះមកដោយប្រើសញ្ញាបូកអញ្ចឹងយើងបាន70000ទៀតហើយតមកយើងទៅពិនិត្យមើលលេខបន្តទៀតគឺលេខ6លេខ6នៅក្នុងខ្ទង់ពាន់អញ្ចឹង6000អញ្ចឹងយើងសរសេរលេខ6000មកខាងនេះណាចា6 0 0មកមួយទៀតមកគឺ6000តទៅទៀតគឺលេខ5លេខ5គឺនៅខ្ទង់រយអញ្ចឹង5គុណនឹង100ស្មើ500ហ្នឹងហើយតែលេខ500មកយើងសរសេរលេខ500មកបន្តមកទៀតចូលដល់លេខ4ណាលេខ4គឺនៅខ្ទង់10បើវានៅក្នុងខ្ទង់10ចឹងគុណនឹង10ហ្នឹងហើយយក4គុណនឹង10ចឹងស្មើ40 4 10ដង40អញ្ចឹងយកលេខ40មកនេះទេនេះណាលេខ40បាទលេខ40តមកលេខ3គឺនៅខ្ទង់រាយយើងគុណនឹង1ស្មើនឹង3អញ្ចឹងសរុបមកចំនួន9លាន876,543យើងអាចសរសេរជាទម្រង់ពង្រាយគឺស្មើ9លាននេះស្មើ9លានបូកឲ្យណាបូកឲ្យ8សែនណាបូកឲ្យ8សែនតមកទៀតបូកឲ្យ70000តមកទៀតបូកឲ្យ6000បន្តមកទៀតបូកឲ្យ500បន្តមកទៀតបូកឲ្យ40បន្តមកទៀតបូកឲ្យ3អញ្ចឹងលោកគ្រូសង្ខេបខ្លីៗឡើងវិញណាដើម្បីសរសេរមួយចំនួនជាទម្រង់ពង្រាយទី1គឺយើងត្រូវចេះរាប់ខ្ទង់ណារាប់ខ្ទង់វាបានត្រឹមត្រូវហើយខ្ទង់នីមួយៗហ្នឹងយកអាលេខដែលនៅក្នុងខ្ទង់នីមួយៗហ្នឹងគុណនឹងខ្ទង់របស់វាទៅគឺចេញចម្លើយសម្រាប់សរសេរជាទម្រង់ពង្រាយហើយនេះឧទាហរណ៍ថា7នេះវានៅក្នុងអី7នៅក្នុងខ្ទង់ម៉ឺនអញ្ចឹងបើ7ខ្ទង់ម៉ឺនយើងយក7ហ្នឹងគុណ10000មកស្មើ70000 6ខ្ទង់អីគេ6នៅក្នុងខ្ទង់ពាន់អញ្ចឹង6គុណឲ្យ1000ស្មើនឹង6000 5នៅខ្ទង់អីខ្ទង់រយអញ្ចឹងបើ5នៅក្នុងខ្ទង់រយយើងគុណនឹង100 500ដងគឺ500ហ្នឹងហើយតមកទៀតលេខ4នៅក្នុងខ្ទង់10អញ្ចឹង4គុណឲ្យ10ស្មើនឹង40អញ្ចឹងយើងសរសេរលេខ40មកចំណែក3នៅក្នុងខ្ទង់រាយគឺយើងគុណនឹង1 3ម្ដង3អញ្ចឹងស្មើ3យើងសរសេរប៉ុណ្ណឹងមក
ហើយចំពោះលំហាត់ផ្សេងៗហ្នឹងគឺអត់មានអីក្រៅពីហ្នឹងទេយើងអាចធ្វើតាមគំរូលំហាត់ហ្នឹងមួយម្ដងមកហើយបើសិនជាបងប្អូនអត់ទាន់យល់បងប្អូនមើលវីដេអូហ្នឹងម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតរហូតដល់យើងអាចយល់បានណាហើយគ្រូសូមបញ្ចប់មេរៀនយើងត្រឹមប៉ុណ្ណេះជួបគ្នានៅវីដេអូក្រោយអរគុណជម្រាបលា